Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនេះថ្ងៃគឺជាថ្ងៃទី5នៃការអភិវឌ្ឍក្នុងការអានសៀវភៅរបស់ខ្ញុំដើម្បីធ្វើការកំណត់ទំនួលជាមួយនៅជំនាញខ្លួនឲ្យកាន់តែល្អឥឡូវនេះគឺខ្ញុំចាប់ផ្ដើមអានសៀវភៅដែលមានឈ្មោះថា Atomic នេះខ្ញុំអានមិនទាន់ចប់ទេខ្ញុំត្រូវការអានបន្តដើម្បីអានសៀវភៅនេះឲ្យចប់ហើយសម្រាប់នីតិខ្ញុំកំណត់នីតិ30រួចហើយកំណត់30នាទីអូខេឥឡូវគឺយើងត្រូវការចាប់ផ្ដើមអានពីឥឡូវហើយ start it ច្បាប់4ចំណុចនៃការផ្លាស់ប្ដូរទង្វើក្នុងមេរៀនបន្តមកទៀតយើងនឹងមកមើលថារយៈពេលនិងដំណាក់កាលទាំង4ដូចជាកត្តាជំរុញក្តីប្រាថ្នាការតបស្នងនិងរង្វាន់មានផលចំពោះរឿងផ្សេងដែលយើងធ្វើជារៀងរាល់ថ្ងៃយ៉ាងដូចម្តេចប៉ុន្តែជាដំបូងយើងត្រូវបំផ្លាញដំណាក់កាលទាំង4នេះទៅជាគោលគំនិតដែលអនុវត្តបានពិតប្រាកដបានសិនដើម្បីឲ្យយើងអាចយកទៅបង្កើតទម្លាប់ល្អនិងកម្ចាត់ទម្លាប់អាក្រក់ចេញទៅខ្ញុំនឹងហៅគោលគំនិតនេះថាច្បាប់4ចំណុចនៃការផ្លាស់ប្ដូរទម្លាប់ជាច្បាប់ងាយដែលជួយបង្កើតទម្លាប់ល្អនិងកម្ចាត់ទម្លាប់មិនល្អចេញច្បាប់នីមួយៗមានឥទ្ធិពលចំពោះទង្វើរបស់មនុស្សទម្លាប់ល្អនឹងកើតឡើងបានដោយមិនចាំបាច់ត្រូវព្យាយាមច្រើនបើអ្នកប្រើវិធីដែលត្រឹមត្រូវវិធីបង្កើតទម្លាប់ល្អច្បាប់ទី1កត្តាជំរុញត្រូវធ្វើឲ្យឃើញច្បាស់ច្បាប់ទី2ក្តីប្រាថ្នាត្រូវធ្វើឲ្យចាប់អារម្មណ៍ច្បាប់ទី3ការតបស្នងត្រូវធ្វើឲ្យខ្លាចជារឿងងាយច្បាប់ទី4រង្វាន់ត្រូវធ្វើឲ្យពេញចិត្តយើងអាចបង្កើតច្បាប់ផ្ទុយពីនេះដើម្បីកម្ចាត់ទម្លាប់មិនល្អបានវិធីកម្ចាត់ទម្លាប់មិនល្អច្បាប់ទី1កត្តាជំរុញត្រូវធ្វើឲ្យមើលមិនឃើញច្បាប់ទី2ក្តីប្រាថ្នាត្រូវធ្វើមិនឲ្យចាប់អារម្មណ៍ច្បាប់ទី3ការតបស្នងត្រូវធ្វើឲ្យខ្លាចជារឿងពិបាកច្បាប់ទី4រង្វាន់ត្រូវធ្វើឲ្យមិនពេញចិត្តបើខ្ញុំនិយាយថាច្បាប់ទាំង4យ៉ាងនេះជាគោលគំនិតពេញលេញក្នុងការផ្លាស់ប្ដូរទង្វើណាមួយស្ដាប់ទៅដូចជាពាក្យធម្មតាតែខ្ញុំគិតថាវាអាចកើតឡើងពិតប្រាកដដោយអ្នកនឹងបានឃើញថាច្បាប់ទាំង4នេះប្រើបានស្ទើរតែគ្រប់ករណីទាំងអស់ទាំងរឿងកីឡានយោបាយវិទ្យាសាស្ត្រការគ្រប់គ្រងអ្នកអាចប្រើច្បាប់នេះបានមិនថាអ្នកកំពុងប្រឈមនឹងបញ្ហាអ្វីដោយទម្លាប់គ្រប់យ៉ាងមិនចាំបាច់ត្រូវប្រើវិធីដែលខុសគ្នាទេពេលអ្នកត្រូវការផ្លាស់ប្ដូរទម្លាប់ឬអ្នកត្រូវសួរខ្លួនឯងថាតើខ្ញុំត្រូវធ្វើយ៉ាងណាទើបឲ្យឃើញទង្វើនោះច្បាស់តើខ្ញុំត្រូវធ្វើយ៉ាងណាទើបធ្វើឲ្យឃើញទង្វើនោះខ្លាចជារឿងងាយតើខ្ញុំត្រូវធ្វើយ៉ាងណាទើបធ្វើឲ្យទង្វើនោះគួរឲ្យចាប់អារម្មណ៍តើខ្ញុំត្រូវធ្វើយ៉ាងណាទើបធ្វើឲ្យទង្វើនោះគួរឲ្យពេញចិត្តបើអ្នកធ្លាប់បានសង្ស័យថាហេតុអ្វីក៏ខ្ញុំមិនធ្វើរឿងដែលខ្ញុំចង់ធ្វើហេតុអ្វីខ្ញុំមិនសម្រកទម្ងន់ឈប់ជក់បារីសន្សំលុយដើម្បីចូលនិវត្តន៍ឬធ្វើអាជីពបន្ថែមហេតុអ្វីខ្ញុំគិតថានោះជារឿងសំខាន់តែមិនដែលរកពេលធ្វើវាសោះអ្នកអាចរកចម្លើយបានពីច្បាប់ទាំងអស់នេះដោយគោលសងសំខាន់នាំទៅរកការបង្កើតទម្លាប់ល្អនិងកម្ចាត់ទម្លាប់មិនល្អគឺការយល់ពីច្បាប់មូលដ្ឋានទាំងនេះចូលធ្វើវាស្របនឹងខ្លួនអ្នកគ្រប់គោលដៅអាចបរាជ័យបានបើវាមិនស្របនឹងធម្មជាតិរបស់អ្នកទម្លាប់របស់អ្នកកើតពីដំណាក់កាលការប្រើជីវិតរបស់អ្នកក្នុងមេរៀនបន្ទាប់យើងនឹងនិយាយដល់ច្បាប់នីមួយៗដើម្បីបង្ហាញឲ្យឃើញថាអ្នកអាចយកទៅប្រើដើម្បីបង្កើតដំណាក់កាលថ្មីឲ្យកើតជាទម្លាប់ល្អនិងកម្ចាត់ទម្លាប់មិនល្អសរុបមេរៀនទម្លាប់ជាទង្វើដែលបង្ហាញចេញដដែលរយៈពេលយូររហូតក្លាយជាទង្វើស្វ័យប្រវត្តិវត្ថុប្រមងពិតប្រាកដនៃការបង្កើតទម្លាប់គឺដើម្បីដោះស្រាយបញ្ហាក្នុងជីវិតដោយការប្រើថាមពលនិងការព្យាយាមឲ្យតិចបំផុតតាមដែលអាចធ្វើបានគ្រប់ទង្វើអាចចែកចេញជា4ដំណាក់កាលដូចជាកត្តាជំរុញក្តីប្រាថ្នាការតបស្នងនិងរង្វាន់ច្បាប់4ចំណុចនៃការផ្លាស់ប្ដូរទង្វើជាច្បាប់ងាយដែលយើងប្រើសរុបបង្កើតទម្លាប់ល្អនោះគឺធ្វើឲ្យឃើញច្បាស់2ធ្វើឲ្យចាប់អារម្មណ៍3ធ្វើឲ្យខ្លាចជារឿងងាយហើយ4ធ្វើឲ្យពេញចិត្តច្បាប់ទី1ធ្វើឲ្យឃើញច្បាស់ការផ្លាស់ប្ដូរទម្លាប់
ត្រូវចាប់ផ្ដើមពីការមានស្មារតីខ្ពស់មេរៀនទី4បង្គោលដែលមើលទៅដូចជាមិនមែនអ្នកចិត្តវិទ្យាឈ្មោះម្នាក់ថា Gary Klein បាននិយាយឲ្យខ្ញុំស្ដាប់ទាក់ទងនឹងមនុស្សស្រីម្នាក់ដែលនាងទៅចូលរួមពិធីជួបជុំគ្រួសារដែលនាងធ្វើការងារជាភ្នាក់ងារសង្គ្រោះបន្ទាន់ពេលនាងមកដល់កម្មវិធីនាងមើលទៅឪពុកក្មេកហើយមានការបារម្ភខ្លាំងខ្ញុំមិនចូលចិត្តឲ្យលោកប៉ាមើលទៅបែបនេះទេនាងនិយាយទៅកាន់ឪពុកក្មេកហើយគាត់ក៏តបមកវិញដោយអារម្មណ៍ល្អថាប៉ាក៏មិនចូលចិត្តឲ្យកូនមើលទៅបែបនេះដែរមិនមែនអីចឹងទេលោកប៉ាត្រូវការមន្ទីរពេទ្យឥឡូវនេះនាងនិយាយបញ្ជាក់ម្ដងទៀតប៉ុន្មានម៉ោងក្រោយមកគាត់ក៏ត្រូវបញ្ជូនចូលបន្ទប់វះកាត់ដើម្បីជួយជីវិតក្រោយពីពិនិត្យឃើញថាសរសៃឈាមធំរបស់គាត់ស្ទះហើយអាចមានឱកាសគាំងបេះដូងប្រសិនបើមិនមែនព្រោះអារម្មណ៍កូនប្រសាស្រីគាត់ប្រហែលស្លាប់បាត់ហើយតើភ្នាក់ងារសង្គ្រោះបន្ទាន់ម្នាក់នេះមើលឃើញអ្វីខ្លះតើនាងវិនិច្ឆ័យអាការៈគាំងបេះដូងដែលកំពុងនឹងកើតឡើងបានដោយរបៀបណានៅពេលសរសៃឈាមធំចាប់ផ្ដើមស្ទះរាងកាយនឹងបញ្ជូនឈាមទៅអវយវៈសំខាន់មុនតែមិនបញ្ជូនឈាមទៅកាន់អវយវៈដែលនៅខាងក្រៅជិតស្បែកទេលទ្ធផលដែលកើតឡើងគឺរាងកាយផ្លាស់ប្ដូរចរន្តបញ្ជូនឈាមទៅចិញ្ចឹមស្បែកត្រង់បរិវេណផ្ទៃមុខក្រោយពីធ្វើការអស់ច្រើនឆ្នាំជាមួយនឹងអ្នកជំងឺដែលមានបញ្ហាបេះដូងរូបនាងមិនដឹងថាខ្លួនឯងបានអភិវឌ្ឍសមត្ថភាពផ្នែកនេះទេនាងមិនអាចអធិប្បាយបានថានាងសង្កេតឃើញអ្វីពីទឹកមុខឪពុកក្មេករបស់នាងទេតែនាងដឹងថាមានអ្វីម្យ៉ាងខុសប្រក្រតីរឿងរ៉ាវស្រដៀងគ្នានេះកើតឡើងក្នុងវិស័យផ្សេងដូចជាការវិភាគផ្នែកនយោបាយដែលអាចបញ្ជាក់បានថាសញ្ញានៅលើអេក្រង់រ៉ាដាជាសម្ពាធរបស់សត្រូវឬជាយន្តហោះកងទ័ពរបស់ខ្លួនឯងទោះជាយន្តហោះដោយល្បឿនលឿនស្មើគ្នាហើយហោះដោយកម្ពស់ស្មើគ្នាហើយមើលទៅដូចជាគ្មានបេះបិទនៅលើអេក្រង់រ៉ាដាក៏ដោយនៅក្នុងសង្គ្រាមឈោងសមុទ្រលោក Michael Rowley រក្សានាវាខ្នាតធំបានពេលគាត់បញ្ជាឲ្យបាញ់វាសៀទៅលើសត្រូវទាំងអស់ដែលនៅលើអេក្រង់ដែលមើលទៅហាក់ដូចជាយន្តហោះចម្បាំងកងទ័ពរបស់ខ្លួនឯងពេលនោះគាត់សម្រេចចិត្តបានយ៉ាងត្រឹមត្រូវដោយមេបញ្ជាការរបស់គាត់ក៏មិនអាចអធិប្បាយបានថាគាត់ធ្វើបាបយ៉ាងម៉េចទេតាមរយៈបទពិសោធន៍ផ្នែកពេទ្យច្រើនឆ្នាំក៏មិនធ្វើឲ្យគ្រូពេទ្យអាចមើលរូបស្កេនខួរក្បាលបានដោយភ្នែកទេនិងវិនិច្ឆ័យបរិវេណស្ទះសរសៃឈាមបានខ្ញុំធ្លាប់ឮរឿងរ៉ាវរបស់ជាងធ្វើសក់ដែលដឹងថាអរជនពោពោះឬអត់ដោយសារការប៉ះសក់ខួរក្បាលរបស់មនុស្សជាឧបករណ៍ទស្សនៈទស្សន៍ទាយម្យ៉ាងវានឹងទទួលទិន្នន័យពីអ្វីនៅជុំវិញខ្លួនហើយវិភាគទិន្នន័យទាំងអស់នោះពេលអ្នកឆ្លងកាត់បទពិសោធន៍ទាំងនេះដដែលខួរក្បាលរបស់អ្នកនឹងចាប់ផ្ដើមសង្កេតឃើញថារឿងណាជារឿងសំខាន់បន្ទាប់មកញែកចំណុចលម្អិតចូលជ្រើសរើសកត្តាជំរុញដែលសំខាន់ហើយរក្សាទិន្នន័យទុកប្រើប្រយោជន៍នៅពេលអនាគតដោយការហ្វឹកហាត់គ្រប់គ្រាន់អ្នកក៏អាចជ្រើសរើសកត្តាជំរុញដែលព្យាករណ៍ពីលទ្ធផលក្នុងអនាគតបានខួរក្បាលរបស់អ្នកអាចចូលទៅទាញយកមេរៀនផ្សេងៗដែលបានរៀនតាមរយៈបទពិសោធន៍ចេញមកប្រើដោយស្វ័យប្រវត្តិយើងអធិប្បាយមិនបានទេថាយើងកំពុងរៀនអ្វីខ្លះតែការរៀនកើតឡើងគ្រប់ពេលវេលាហើយចំពោះសមត្ថភាពរបស់អ្នកក្នុងការសង្កេតកត្តាជំរុញដែលពាក់ព័ន្ធនឹងស្ថានភាពនីមួយៗវាជាមូលដ្ឋាននៃទម្លាប់ដែលអ្នកមានយើងតែងវិតម្លៃសមត្ថភាពខួរក្បាលនិងរាងកាយក្នុងការធ្វើរឿងផ្សេងៗទៀតជ្រុលអ្នកមិនអាចចាំបាច់ត្រូវប្រាប់សក់ឲ្យដោះឡើងប្រាប់ឲ្យបេះដូងដើរប្រាប់ឲ្យសួតស្រូបយកអុកស៊ីឬប្រាប់ឲ្យក្រពះរំលាយអាហារទេរាងកាយរបស់អ្នកនឹងធ្វើការងារទាំងនេះដោយខ្លួនឯងរាងកាយរបស់អ្នកធ្វើអ្វីបានច្រើនជាងដែលអ្នកដឹងទៅទៀតសាកគិតដល់ភាពឃ្លានដល់ភាពឃ្លាន
តែអ្នកដឹងបានយ៉ាងម៉េចថាពេលអ្នកណាឃ្លានអ្នកមិនចាំបាច់ត្រូវឃើញនំគុកគេនៅលើតុដើម្បីបញ្ជាក់ពីពេលវេលាហូបចុកនោះទេភាពឃ្លានត្រូវគ្រប់គ្រងដោយអារម្មណ៍រាងកាយរបស់អ្នកមានចរន្តត្រឡប់ដែលដាស់តឿនអ្នកពេលដល់ចាំដោះតឿនអ្នកពេលដល់វេលាត្រូវបរិភោគហើយសង្កេតមើលថាមានអ្វីកើតឡើងនៅជុំវិញខ្លួនអ្នកនិងក្នុងរាងកាយរបស់អ្នកចំណងអាចកើតឡើងដោយអរម៉ូននិងសារធាតុគីមីផ្សេងៗទៀតក្នុងរាងកាយពេលនោះអ្នកនឹងមានអារម្មណ៍ឃ្លានដោយមិនដឹងមូលហេតុនេះជាទិន្នន័យស៊ីជម្រៅទាក់ទងនឹងទម្លាប់របស់មនុស្សដោយអ្នកមិនចាំបាច់ត្រូវរកកត្តាជំរុញដើម្បីបង្ហាញទម្លាប់នោះទេគ្រាន់តែអ្នកសង្កេតឃើញឱកាសហើយចាប់ផ្ដើមធ្វើទម្លាប់នឹងកើតឡើងតែក៏ធ្វើឲ្យទម្លាប់នោះក្លាយជាគ្រោះថ្នាក់បានដូចគ្នាពេលទម្លាប់កើតឡើងហើយក្លាយជាដំណាក់កាលស្វ័យប្រវត្តិដែលចាក់ឫសចូលជ្រៅនៅក្នុងចិត្តពេលនោះអ្នកនឹងធ្វើទង្វើដដែលមិនដឹងខ្លួនមានពេលមួយខ្ញុំធ្លាប់ឮរឿងរ៉ាវរបស់បុគ្គលិកលក់រាយដែលត្រូវបង្វឹកទទួលអតិថិជនពីរបីនាក់ដែលតម្រង់ជួរចាំទូទាត់ថ្លៃទំនិញដោយប្រើគូបងហើយគូបងហើយពេលអតិថិជនបន្ទាប់ដើរចូលមកបុគ្គលិកម្នាក់នោះក៏ឈោកដៃទៅសួរគូបងហើយយកកន្ត្រៃកាត់គ្រីឌីតដាច់ជាពីរដោយមិនដឹងខ្លួនមុននឹងងើយមុខឡើងមើលអតិថិជនដែលឈរស្រឡំកាំងហើយរូបគេក៏ទើបតែដឹងខ្លួនថាមានអ្វីកើតឡើងមនុស្សស្រីម្នាក់ទៀតដែលខ្ញុំជួបពេលសិក្សាស្រាវជ្រាវនាងធ្លាប់ធ្វើជាគ្រូបង្រៀននៅសាលាបឋមមុននឹងប្ដូរមកធ្វើជាបុគ្គលិកក្រុមហ៊ុននេះពេលនេះដូចទុះពេលនេះនាងធ្វើការជាមួយមនុស្សធំតែក៏នៅមានទម្លាប់ដដែលពីនាងតែងសួរមិត្តរួមការងារថាលាងដៃក្រោយចូលបន្ទប់ទឹកហើយឬនៅខ្ញុំក៏ជួបរឿងរ៉ាវរបស់បុរសម្នាក់ដែលធ្លាប់ធ្វើជាភ្នាក់ងារសង្គ្រោះបន្ទាន់ដែរពេលខ្លះគេក៏ភ្លេចខ្លួនស្រែកថាដើរពេលឃើញក្មេងកំពុងរត់ពេលវេលាកន្លងយូរទៅកត្តាដែលជំរុញឲ្យកើតទម្លាប់បែបនោះនឹងក្លាយជារឿងធម្មតារហូតយើងមិនបានសង្កេតដូចជាគំនុំដែលដាក់លើតុបាយឬម៉ូតដែលដាក់ក្បែរសាឡុងនិងទូរស័ព្ទដែលដាក់ជាប់ហៅប៉ៅប្រតិកម្មរបស់យើងចំពោះកត្តាជំរុញនៅកប់ជ្រៅរហូតយើងគ្មានអារម្មណ៍ថាយើងកម្លាំងជំរុញឲ្យកើតទង្វើទាំងនេះបានមកពីរបៀបណាហេតុអ្វីទើបយើងត្រូវចាប់ផ្ដើមបង្កើតទម្លាប់ថ្មីឲ្យបានផលវាដូចដែលចិត្តវិទូម្នាក់ឈ្មោះ Carl Jung និយាយថាប្រសិនបើអ្នកកំណត់ទិសដៅរបស់ចិត្តគំនិតមិនបានទេវានឹងដឹកនាំជីវិតអ្នកហើយអ្នកនឹងហៅវាជាជោគវាសនាភាពឆ្លៀនភាពក្រៀងត្រូវគ្រប់គ្រងដោយអារម្មណ៍រាងកាយរបស់អ្នកមានចរន្តត្រឡប់ដែលចាំដាស់តឿនអ្នកដល់ដល់ពេលវេលាបរិភោគហើយសង្កេតមើលថាអ្វីកើតឡើងអ្វីកើតឡើងជាមួយខ្លួនអ្នកនិងក្នុងរាងកាយរបស់អ្នកចំណងអាចកើតឡើងដោយអរម៉ូននិងសារធាតុគីមីផ្សេងៗទៀតក្នុងរាងកាយរបស់អ្នកចំណងអាចកើតឡើងដោយអរម៉ូននិងសារធាតុគីមីផ្សេងទៀតរាងកាយពេលនោះអ្នកនឹងមានអារម្មណ៍ឃ្លានដោយមិនដឹងមូលហេតុនេះជាទិន្នន័យស៊ីជម្រៅទាក់ទងនឹងទម្លាប់របស់មនុស្សដោយអ្នកមិនចាំបាច់ត្រូវកត់ត្រាជំរុញដើម្បីបង្ហាញទម្លាប់នោះទេគ្រាន់តែអ្នកសង្កេតឃើញឱកាសហើយចាប់ផ្ដើមធ្វើទម្លាប់នឹងកើតឡើងតែក៏ធ្វើឲ្យទម្លាប់នោះក្លាយជាគ្រោះថ្នាក់បានដូចគ្នាពេលទម្លាប់កើតឡើងហើយក្លាយជាដំណាក់កាលស្វ័យប្រវត្តិដែលចាក់ឫសចូលជ្រៅនៅក្នុងចិត្តពេលនោះអ្នកនឹងធ្វើទង្វើដដែលៗដោយមិនដឹងខ្លួនមានពេលមួយខ្ញុំធ្លាប់ឮរឿងរ៉ាវរបស់បុគ្គលិកលក់រាយដែល
ត្រូវគ្រូបង្វឹកកាត់គូប៉ុងកាន់កំប៉ុងដែលអតិជនប្រើរួចហើយថ្ងៃមួយបុគ្គលិកម្នាក់នេះបានទទួលអតិជន 2-3 នាក់ដែលតម្រង់ជួរទូទាត់ថ្លៃទំនិញដោយប្រើកំប៉ុងហើយពេលអតិជនបន្ទាប់ពីដើរចូលមកបុគ្គលិកម្នាក់នោះក៏ឈោងដៃទៅទទួលកំប៉ុងហើយយកកន្ត្រៃកាត់កាត់ក្រេនេះដោយដាច់ជាពីរដោយមិនដឹងខ្លួនមុននឹងងើយមុខឡើងមើលអតិជនដែលឈរស្រឡំកាំងហើយរូបគេក៏ទើបតែដឹងខ្លួនថាមានអ្វីកើតឡើងមនុស្សស្រីម្នាក់ដែលខ្ញុំជួបពេលសិក្សាស្រាវជ្រាវនាងធ្លាប់ធ្វើជាគ្រូបង្រៀននៅសាលាបឋមសិក្សាមុននឹងប្តូរមកធ្វើជាបុគ្គលិកក្រុមហ៊ុនទោះពេលនេះនាងធ្វើការជាមួយអ្នកធំតែក៏នៅមានទម្លាប់ដដែលគឺនាងតែងសួរមិត្តរួមការងារថានាងដៃក្រោយចូលបន្ទប់ទឹកឬនៅខ្ញុំក៏ជួបរឿងរ៉ាវរបស់បុរសម្នាក់ដែលធ្លាប់ធ្វើជាភ្នាក់ងារការងារភ្នាក់ងារសង្គ្រោះបន្ទាន់ដែរពេលខ្លះគេក៏ផ្សាយថាដើរពេលក្មេងៗកំពុងរត់ពេលវេលាកន្លងយូរទៅកត្តាដែលជំរុញឲ្យកើតទម្លាប់បែបនេះបែបនោះនឹងក្លាយជារឿងធម្មតារហូតយើងមិនបានសង្កេតដូចជានំដែលដាក់លើទឹកបាយឬរីម៉ូតដែលដាក់ក្បែរសាឡុងនិងទូរស័ព្ទដែលដាក់ជាប់ហាប៉ៅប្រតិកម្មរបស់យើងចំពោះកត្តាជំរុញនៅកប់ជ្រៅរហូតយើងគ្មានអារម្មណ៍ថាកម្លាំងជំរុញឲ្យការទង្វើនេះបានមកពីណាហេតុនេះទើបយើងត្រូវចាប់ផ្ដើមបង្កើតដំណាក់កាលផ្លាស់ប្ដូរទង្វើដោយស្មារតីប្រុងប្រយ័ត្នមុននឹងយើងបង្កើនទម្លាប់ថ្មីឲ្យបានផលយើងត្រូវគ្រប់គ្រងលើទម្លាប់បច្ចុប្បន្នឲ្យបានជាមុនសិនព្រោះទម្លាប់មួយបានចាក់ឫសចូលជ្រៅទៅក្នុងខ្លួនរបស់អ្នកហើយវាស្ទើរតែក្លាយជារឿងដែលកើតឡើងដោយមិនដឹងខ្លួនហើយបើទម្លាប់នោះនៅកើតឡើងដោយមិនដឹងខ្លួនទៀតហើយយើងក៏មិនអាចរំពឹងបានថានឹងអាចផ្លាស់ប្ដូរទម្លាប់នោះបានឬអត់ដែរវាដូចដែលចិត្តវិទូម្នាក់ឈ្មោះ Carl Jung និយាយថាប្រសិនបើអ្នកកំណត់ទិសដៅរបស់ចិត្តគំនិតមិនបានទេវានឹងដឹកនាំជីវិតអ្នកហើយអ្នកនឹងហៅវាថាជោគវាសនាការវិតម្លៃទម្លាប់ប្រចាំថ្ងៃ The Habit Scorecard ប្រព័ន្ធរថភ្លើងធ្វើដំណើររបស់ជប៉ុនទទួលបានកោតសរសើរថាជាប្រព័ន្ធល្អបំផុតរបស់ពិភពលោកប្រសិនបើអ្នកធ្លាប់ធ្វើដំណើរតាមរថភ្លើងទៅទីក្រុងតូក្យូអ្នកនឹងឃើញថាអ្នកគ្រប់គ្រងរថភ្លើងមានទម្លាប់ពិសេសម្យ៉ាងខណៈដែលបុគ្គលិកម្នាក់កំពុងគ្រប់គ្រងរថភ្លើងពួកគេនឹងចង្អុលនៅឧបករណ៍គ្រប់គ្រងរថភ្លើងនីមួយៗហើយស្រែកបញ្ជាសំឡេងខ្លាំងៗនៅពេលរថភ្លើងបើកាត់សញ្ញាណាមួយអ្នកគ្រប់គ្រងនឹងចង្អុលទៅលើសញ្ញានោះហើយនិយាយថាសញ្ញាភ្លើងខៀវខណៈដែលរថភ្លើងបើកចូលឬចេញពីស្ថានីយ៍អ្នកគ្រប់គ្រងនឹងចង្អុលទៅត្រនិចល្បឿនហើយប្រាប់ពីកម្រិតល្បឿនដល់ពេលរថភ្លើងចេញបុគ្គលិកនឹងចង្អុលទៅលើតារាងពេលវេលាហើយមុននឹងរថភ្លើងបើកចេញបុគ្គលិកក៏ចង្អុលទៅលើរថភ្លើងហើយប្រាប់ថាគ្រប់យ៉ាងរៀបរយគ្រប់ចំណុចត្រូវបានបង្ហាញច្បាស់ដំណាក់កាលនេះហៅថាចង្អុលនិងបន្លឺសំឡេង pointing and calling វាជាប្រព័ន្ធសុវត្ថិភាពមួយដែលបង្កើតឡើងដើម្បីកាត់បន្ថយកំហុសឆ្គងមើលទៅដូចជាអត់ប្រយោជន៍តែវាផ្ដល់ផលល្អប្រព័ន្ធចង្អុលបង្ហាញនិងបន្លឺសំឡេងនេះជួយកាត់បន្ថយកំហុសឆ្គងបានដល់85%បង្ហាញ85%និងជួយកាត់បន្ថយឧបទ្ទវហេតុបាន30%ប្រព័ន្ធរថភ្លើងក្រោមដី MTA នៅទីក្រុងញូវយ៉កបានមកប្រើក្រោមឈ្មោះថាប្រព័ន្ធចង្អុលបង្ហាញតែម្យ៉ាង point on និងក្រោយពីប្រើប្រព័ន្ធនេះ2ឆ្នាំឧបទ្ទវហេតុពីរថភ្លើងក្រោមដីក៏ថយចុះ52%ប្រព័ន្ធចង្អុលបង្ហាញនិងបន្លឺសំឡេងមានប្រសិទ្ធភាពខ្លាំងព្រោះវាជួយបង្កើនកម្រិតប្រុងប្រយ័ត្នដោយស្វ័យប្រវត្តិដោយប្រព័ន្ធមួយនេះបុគ្គលិកគ្រប់គ្រងរថភ្លើងត្រូវប្រើទាំងខ្សែភ្នែកដៃមាត់និងត្រចៀកមកជួយធ្វើការទើបពួកគេមានឱកាសសង្កេតឃើញបញ្ហាមុននឹងមានរឿងខុសប្រក្រតីកើតឡើងភរិយារបស់ខ្ញុំក៏ធ្វើខ្លួនស្រដៀងនេះដែរពេលណាដែលយើងត្រៀមខ្លួនចេញទៅក្រៅនាងនឹងរំលឹករបស់សំខាន់ដែលត្រូវដាក់តាមខ្លួនដូចជាខ្ញុំយកកូនសោមកហើយខ្ញុំយកកាបូបលុយមកហើយខ្ញុំយកវ៉ែនតាមកហើយ
និងខ្ញុំយក content បង្ហើយជាដើមពេលទង្វើកាត់ឡើងដោយស្វ័យប្រវត្តិយើងក៏ផ្ដោតលើវាតិចជាងមុនហើយពេលយើងធ្វើរឿងអ្វីមួយរាប់ពាន់ដងមុននេះយើងក៏ចាប់ផ្ដើមមើលរំលងវាយើងគិតថាលើកក្រោយនឹងដូចលើកមុនយើងសាំនឹងធ្វើរឿងដែលយើងធ្លាប់ធ្វើដោយមិនដែលសង្ស័យថាដែលយើងធ្វើនោះត្រឹមត្រូវឬអត់ទេដោយកំហុសឆ្គងច្រើនកំហុសឆ្គងច្រើនយ៉ាងរមែងកើតពីការខ្វះខាតពិចារណាក្មួយក្នុងចំណោមបញ្ហាប្រឈមដែលសំខាន់ក្នុងការផ្លាស់ប្ដូរទម្លាប់គឺជាការរក្សាស្មារតីប្រុងប្រយ័ត្នគ្រប់ពេលវេលាដែលវាជួយអธิบายបានថាហេតុអ្វីលទ្ធផលមិនល្អពូនសង្ងំក្នុងខ្លួនយើងគ្រប់ពេលវេលាដូច្នេះយើងត្រូវមានប្រព័ន្ធចង្អុលបង្ហាញនិងបន្លឺសំឡេងសម្រាប់ការប្រើជីវិតប្រចាំថ្ងៃហើយនោះក៏ជាចំណុចចាប់ផ្ដើមនៃប្រព័ន្ធវិតម្លៃទម្លាប់ប្រចាំថ្ងៃដែលជាការបង្ហាញងាយៗដែលអ្នកអាចប្រើដើម្បីដាស់តឿនខ្លួនឯងឲ្យមានស្មារតីប្រុងប្រយ័ត្នក្នុងការបង្ហាញទង្វើផ្សេងៗដោយការធ្វើតារាងកិច្ចប្រតិការប្រចាំថ្ងៃដូចខាងក្រោមនេះជាឧបករណ៍ងាយៗមួយញាក់ពីគេងបិទនាឡិការោឆែកទូរស័ព្ទនៅទៅបន្ទប់ទឹកថ្លឹងទម្ងន់ងូតទឹកនិងផ្សេងដោះធ្មេញខ្ពុលទឹកមាត់ខ្ពុលទឹកពុលមាត់ប្រើទឹកអប់អញខ្លួនហើរកន្សែងជូតខ្លួនតែងខ្លួនឈុតឆុងតែពេលអ្នកធ្វើតារាងកិច្ចការប្រចាំថ្ងៃគ្រប់ហើយចូលសាកពិចារណាទង្វើនីមួយៗហើយសួរខ្លួនឯងថាតើចំណុចនេះជាទម្លាប់ល្អទម្លាប់អាក្រក់ឬជាទម្លាប់ធម្មតាបើជាទម្លាប់ល្អដាក់សញ្ញាបូកបើចំណុចណាជាទម្លាប់មិនល្អដាក់សញ្ញាដកបើជាទម្លាប់ធម្មតាដាក់សញ្ញាស្មើតាមរយៈឧទាហរណ៍ខាងលើអាចបានលទ្ធផលដូចខាងក្រោមភ្ញាក់ពីគេងបិទមាឡិការោឆែកទូរស័ព្ទទៅបន្ទប់ទឹកថ្លឹងទម្ងន់ងូតទឹកនិងផ្សេងដោះធ្មេញខ្ពុលទឹកខ្ពុលមាត់ប្រើទឹកអប់បាញ់ខ្លួនហើរកន្សែងជិតខ្លួនតែងខ្លួនឆុងតែចំពោះសញ្ញាដែលអ្នកដាក់នៅពីក្រោយការនីមួយៗអាស្រ័យលើស្ថានភាពនិងគោលដៅរបស់អ្នកសម្រាប់អ្នកដែលព្យាយាមសម្រក់ទៅមុនការញ៉ាំនំប៉័ងលាបពណ៌រាល់ថ្ងៃឬរាល់ព្រឹកអាចជាទម្លាប់មិនល្អតែសម្រាប់អ្នកដែលព្យាយាមឡើងទម្ងន់និងសាច់ដុំទង្វើនេះអាចជារឿងល្អទាំងអស់នេះអាស្រ័យលើគោលដៅដែលអ្នកត្រូវការវាយតម្លៃលទ្ធផលទម្លាប់របស់អ្នកអាចស្មុគស្មាញខ្លាំងឡើងបើប្រើក្នុងហេតុផលផ្សេងៗការបញ្ជាក់ថាទម្លាប់នេះល្អឬមិនល្អអាចមិនត្រឹមត្រូវប៉ុន្មានទេព្រោះគ្មានទម្លាប់ល្អឬមិនល្អទេមានតែទម្លាប់ដែលមានប្រសិទ្ធភាពក្នុងការកែបញ្ហាទម្លាប់នីមួយៗសុទ្ធតែអាចជួយអ្នកបានសូម្បីតែទម្លាប់មិនល្អនោះជាហេតុផលដែលអ្នកធ្វើទម្លាប់នោះដដែលបើអ្នកមិនដឹងថាដាក់សញ្ញាសម្រាប់ទង្វើនីមួយៗយ៉ាងម៉េចសំណួរដែលខ្ញុំចូលចិត្តប្រើនេះអាចជួយអ្នកបានតើទម្លាប់នេះជួយឲ្យខ្ញុំក្លាយជាមនុស្សដូចដែលខ្ញុំប្រាថ្នាឬអត់តើទម្លាប់នេះជំរុញឬកាត់បន្ថយភាពជាគំរូដែលខ្ញុំត្រូវការឬអត់ទម្លាប់ដែលជួយជំរុញភាពជាគំរូដែលអ្នកត្រូវការរមែងជាទម្លាប់មិនល្អពេលអ្នកបង្កើតឧបករណ៍វាយតម្លៃទម្លាប់បានហើយអ្នកមិនចាំបាច់ត្រូវការផ្លាស់ប្ដូរអ្វីក្នុងពេលដំបូងទេគ្រាន់តែសាកសង្កេតអ្វីដែលកាត់ឡើងពិតប្រាកដហើយកុំបន្ទោសកំហុសឆ្គងរបស់ខ្លួនឯងនិងកុំឆ្លងអ្វីនឹងភាពជោគជ័យរបស់ខ្លួនឯងបើអ្នកញ៉ាំសូកូឡារាល់ថ្ងៃអ្នកត្រូវដឹងថាអ្នកកំពុងទទួលទានកាឡូរីលើសពីការចាំបាច់ឬបើអ្នករវល់ទីខាតពេលជាមួយនឹងសង្គមអនឡាញអ្នកត្រូវដឹងថាអ្នកកំពុងប្រើជីវិតតាមដែលអ្នកមិនត្រូវការដំណាក់កាលដំបូងក្នុងការផ្លាស់ប្ដូរទម្លាប់មិនល្អគឺការសង្កេតទង្វើផ្សេងៗរបស់អ្នកប្រសិនបើមានអារម្មណ៍ថាត្រូវការជំនួយអាចសាកល្បងប្រើប្រព័ន្ធការចង្អុលបង្ហាញនិងបន្លឺសំឡេង
ដោយនិយាយដាស់តឿនខ្លួនឯងខ្លាំងៗពីអ្វីដែលយើងកំពុងចង់ធ្វើនិងលទ្ធផលដែលកើតឡើងប្រសិនបើអ្នកចង់បញ្ឈប់ទម្លាប់ហូបអាហារបំផ្លាញសុខភាពតែឃើញខ្លួនឯងកំពុងលូកដៃទៅយកនំគុកគីមួយដុំទៀតចូលនិយាយខ្លាំងៗថាខ្ញុំមិនចង់ញ៉ាំនំគុកគីមួយដុំនេះតែខ្ញុំមិនចាំបាច់ញ៉ាំវាទេព្រោះវានឹងធ្វើឲ្យខ្ញុំធាត់និងខូចសុខភាពការដែលអ្នកនិយាយពីទម្លាប់មិនល្អចេញមកខ្លាំងៗវានឹងជួយឲ្យលទ្ធផលដែលកើតឡើងបង្ហាញច្បាស់ជាងមុនវាជួយឲ្យទម្លាប់ថ្មីរបស់អ្នកមានទម្ងន់ជាងមុនជំនួយការបណ្ដោយខ្លួនឯងឲ្យត្រឡប់ទៅធ្វើទម្លាប់មិនល្អដដែលៗซึ่งវិធីនេះក៏មានប្រយោជន៍ខ្លាំងចំពោះរឿងការងារជាច្រើនដែលអ្នកព្យាយាមចងចាំគ្រាន់តែនិយាយចេញមកខ្លាំងៗថាស្អែកខ្ញុំនឹងទៅប្រៃសណីយ៍ក្រោយហូបបាយថ្ងៃត្រង់រួចក៏ជាការដែលជួយបញ្ជាក់ភាពជឿជាក់ថាអ្នកនឹងធ្វើពិតមែនអ្នកកំពុងបញ្ជូនទិន្នន័យឲ្យខ្លួនឯងថាត្រូវធ្វើរឿងនោះដោយវិធីបែបនេះអាចធ្វើឲ្យលទ្ធផលផ្លាស់ប្ដូរបានដំណាក់កាលនៃការផ្លាស់ប្ដូរទម្លាប់ត្រូវចាប់ផ្ដើមពីការមានស្មារតីប្រុងប្រយ័ត្នយុទ្ធសាស្ត្រដូចជាប្រព័ន្ធការចង្អុលបង្ហាញនិងបន្លឺសំឡេងនិងប្រព័ន្ធវាយតម្លៃទម្លាប់ដោតសំខាន់លើការតាំងស្មារតីប្រុងប្រយ័ត្នចំពោះទង្វើដែលអ្នកកំពុងធ្វើព្រមទាំងដឹងថាកត្តាជំរុញអ្វីដែលធ្វើឲ្យកើតទម្លាប់នោះដើម្បីឲ្យអ្នកប្ដូរទៅធ្វើទង្វើដែលមានប្រយោជន៍ចំពោះអ្នកសរុបមេរៀនប្រសិនបើហ្វឹកហាត់ទង្វើនោះដដែលៗច្រើនដងខួរក្បាលរបស់អ្នកនឹងជ្រើសរើសកត្តាជំរុញដែលព្យាករណ៍លទ្ធផលបានដោយមិនចាំបាច់គិតពេលដែលទម្លាប់របស់យើងកើតឡើងដោយស្វ័យប្រវត្តិហើយយើងនឹងភ្លេចខ្លួនថាយើងកំពុងធ្វើអ្វីដំណាក់កាលផ្លាស់ប្ដូរទម្លាប់ត្រូវចាប់ផ្ដើមដោយការមានស្មារតីប្រុងប្រយ័ត្នអ្នកត្រូវដឹងថាទម្លាប់ចាស់របស់អ្នកឬអាក្រក់មុននឹងផ្លាស់ប្ដូរវាប្រព័ន្ធចង្អុលបង្ហាញនិងបន្លឺសំឡេងជួយបង្កើនការប្រុងប្រយ័ត្នចំពោះទង្វើស្វ័យប្រវត្តិដោយការនិយាយចេញមកនិងធ្វើរឿងនោះការវាយតម្លៃទម្លាប់គឺជាការហ្វឹកហាត់ងាយៗដែលអ្នកអាចប្រើដើម្បីជួយសង្កេតទង្វើរបស់អ្នកដោយស្មារតីប្រុងប្រយ័ត្នអ្នកខ្លះប្រើពេលស្ទើរតែពេញមួយជីវិតរង់ចាំពេលវេលាសមរម្យដើម្បីផ្លាស់ប្ដូររូបខ្លួនឯងមេរៀនទី5វិធីសាស្ត្រល្អបំផុតក្នុងការចាប់ផ្ដើមទម្លាប់ថ្មីនៅក្នុងឆ្នាំ2001ក្រុមអ្នកស្រាវជ្រាវនៅប្រជុំកោះអង់គ្លេសចាប់ផ្ដើមសិក្សាលើមនុស្សចំនួន248នាក់ដើម្បីបង្កើតទម្លាប់ស្រឡាញ់ការហាត់ប្រាណរយៈពេលជាង2សប្តាហ៍ដោយក្រុមគោលដៅត្រូវចែកចេញជា3ក្រុមក្រុមទី1គឺក្រុមគ្រប់គ្រងពួកគេត្រូវបានសួរសំណួរងាយៗថាតើហាត់ប្រាណញឹកញាប់កម្រិតណាក្រុមទី2គឺក្រុមដែលមានកម្លាំងជំរុញចិត្តពួកគេមិនត្រឹមតែត្រូវគេសួរថាហាត់ប្រាណញឹកញាប់ប៉ុណ្ណាទេថែមទាំងឲ្យអានអត្ថប្រយោជន៍នៃការហាត់ប្រាណផងដែរហើយអ្នកស្រាវជ្រាវក៏បានអธิบายឲ្យក្រុមនេះស្ដាប់ថាការហាត់ប្រាណនឹងជួយកាត់បន្ថយការស្ទះសរសៃឈាមបេះដូងនិងជួយឲ្យសុខភាពបេះដូងល្អក្រុមទី3ជាក្រុមគោលដៅពួកគេទទួលបានទិន្នន័យដោយក្រុមទី2ដែរយ៉ាងណាក្តីពួកគេក៏ត្រូវបានសុំឲ្យរៀបចំតារាងពេលវេលានិងកន្លែងហាត់ប្រាណក្នុងសប្តាហ៍បន្ទាប់ជាពិសេសសមាជិកម្នាក់ៗក្នុងក្រុមទី3ត្រូវធ្វើតារាងហាត់ប្រាណដោយការសរសេរប្រយោគដូចនេះសប្តាហ៍ក្រោយខ្ញុំនឹងហាត់ប្រាណយ៉ាងហោចណាស់20នាទីនៅថ្ងៃម៉ោងនៅក្រុមទី1និងក្រុមទី2មានមនុស្សមកហាត់ប្រាណយ៉ាងហោចណាស់មួយដងក្នុងមួយសប្តាហ៍ចំនួន 35% 38%គួរឲ្យចាប់អារម្មណ៍ដែលការផ្ដល់ទិន្នន័យជាប្រយោជន៍ដើម្បីបង្កើតកម្លាំងជំរុញចិត្តដល់ក្រុមទី2មើលទៅដូចជាគ្មានផលចំពោះទង្វើឡើយខណៈដែលចំនួនមនុស្ស 94% នៃក្រុមទី3ហាត់ប្រាណយ៉ាងហោចណាស់មួយដងក្នុងមួយសប្តាហ៍ដែលច្រើនជាង2ដងប្រយោគដែលកំណត់ឲ្យសមាជិកក្នុងក្រុមសរសេរគឺអ្វីដែលចិត្តវិទូហៅថាការព្យាយាមនាំទៅរកភាពជោគជ័យ
ជាផែនការដែលអ្នករៀបចំទុកមុនថានឹងធ្វើពេលណាហើយធ្វើនៅកន្លែងណាកត្តាដែលជំរុញឲ្យកើតទម្លាប់នោះមានជាច្រើនប្រភេទដូចជាមានអារម្មណ៍ដល់រំញ័ររបស់ទូរស័ព្ទដែលដាក់ក្នុងហោប៉ៅអាវក្លិនឈ្ងុយនំគូគីរសជាតិសូកូឡានិងសំឡេងសារ៉ែនឡានពេទ្យជាដើម អូខេនេះគឺខ្ញុំបានអានសៀវភៅបញ្ចប់រយៈពេល30នាទីហើយយ៉ាអញ្ចឹងចាំជួបគ្នានៅថ្ងៃទី6នៃការអានសៀវភៅរបស់ខ្ញុំបន្ត See you next video. Bye bye.